បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងចែករំលែកអំពីសំណួរទាក់ទងទៅនឹងសម័យសង្គមរាស្ត្រនិយមថ្នាក់ប្រវត្តិវិទ្យាទី12របស់ពួកយើងអញ្ចឹងពួកយើងជិតដល់ថ្ងៃប្រឡងបាក់ឌុបហើយសល់រយៈពេលត្រឹមតែ2ខែជាង3ខែទៀតទេណាអញ្ចឹងហើយព្យាយាមប្រឹងប្រែងសិក្សារៀនសូត្រទាំងអស់គ្នានិងព្យាយាមមើលពីវីដេអូផ្សេងអញ្ចឹងសំណួរថ្ងៃនេះលោកគ្រូសួរថាចូលវិភាគពីការលេចឡើងនៃរបបសង្គមរាស្ត្រនិយមហើយសំណួរនោះមានខ្លឹមសារដូចម្ដេចសូមបងប្អូនរីករាយសម្ដាប់ដូចតទៅខ្លឹមសារសំណួរដែលថាការលេចឡើងនៃរបបសង្គមរាស្ត្រនិយមក្រោយពីទទួលបានឯករាជ្យពីបារាំងកម្ពុជាត្រូវតែរៀបចំរដ្ឋាភិបាលមួយដើម្បីដឹកនាំប្រទេសដោយខ្លួនឯងត្រីទី2ដោយសន្និសីទក្រុងសឺណែវបានកំណត់និងទុករយៈពេល2ឆ្នាំដើម្បីឲ្យកម្ពុជារៀបចំរដ្ឋាភិបាលដឹកនាំប្រទេសរ៉េទី3រដ្ឋធម្មនុញ្ញឆ្នាំ1947កំណត់ឲ្យកម្ពុជាជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញព្រះអង្គមិនចង់ឃើញបញ្ហាផ្ទៃក្នុងដែលនៅតែប្រេះស្រាំនិងគ្មានឯកភាពជាតិឡើយទើបសម្រេចប្រតិធ្វើនយោបាយដោយអង្គឯងក្នុងនេះគឺចង់សម្ដៅអំពីសម្ដេចនរោត្តមសីហនុដែលព្រះអង្គបានចុះមកធ្វើនយោបាយខ្លឹមសារបន្ទាប់ទាក់ទងទៅនឹងប្រជាប្រិយភាពរបស់សម្ដេចនរោត្តមសីហនុមួយទៀតការរៀបចំសេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យមានការរីកចម្រើនត្រេមួយទៀតអាស្រ័យហេតុនេះហើយទើបនៅថ្ងៃទី3ខែមិនិនាឆ្នាំ1955ព្រះបាទនរោត្តមសីហនុបានថ្វាយព្រះរាជបល្ល័ង្ករបស់ព្រះអង្គទៅព្រះបិតារបស់ព្រះអង្គដែលមានព្រះនាមថានរោត្តមសុរាម្រិតការចុះចេញពីតំណែងដើម្បីទៅធ្វើនយោបាយនៅថ្ងៃទី23ខែមិនិនាឆ្នាំ1955សម្ដេចនរោត្តមសីហនុបានបង្កើតអង្គការនយោបាយសង្គមរាស្ត្រនិយមដែលហៅកាត់ថាសង្គមព្រះអង្គបានចុះមកធ្វើនយោបាយហើយព្រះអង្គក៏បានធ្វើការបង្កើតឲ្យមាននៅនយោបាយសង្គមរាស្ត្រនិយមដែលហៅកាត់ថាសង្គមនឹងឯងអញ្ចឹងព្រះអង្គបានដាក់រាជបល្ល័ង្កហើយទ្រង់ក៏បានចុះមកធ្វើនយោបាយត្រេមួយទៀតអង្គការនេះជាប្រភេទអង្គការមហាជនជាហេតុនាំឲ្យមានការគាំទ្រខ្លាំងពីថ្នាក់មូលដ្ឋានរហូតទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតនៅថ្ងៃទី11ខែកញ្ញាឆ្នាំ1955អញ្ចឹងព្រះអង្គបានទទួលប្រជាប្រិយភាពខ្លាំងមែនទែននៅពេលដែលព្រះអង្គបានចុះមកធ្វើនយោបាយដោយព្រះអង្គគឺជាអ្នកដែលទាមទារឯករាជ្យពីបារាំងជាហេតុដែលធ្វើឲ្យប្រជាជនទូទាំងប្រទេសកម្ពុជាគោរពអបអរសាទរគោរពស្រឡាញ់ព្រះអង្គជាហេតុធ្វើឲ្យព្រះអង្គចុះមកធ្វើនយោបាយរបស់ព្រះអង្គក៏ទទួលបាននៅប្រជាប្រិយភាពខ្លាំងជាងគេបង្អស់ដោយសារតែព្រះអង្គគឺជាស្ថាបនិកឯករាជ្យនៃប្រទេសកម្ពុជាបាទគឺជាស្ថាបនិកឯករាជ្យនៃប្រទេសកម្ពុជាធ្វើឲ្យប្រជាជនគោរពស្រឡាញ់ព្រះអង្គខ្លាំងមែនទែនហើយព្រះអង្គក៏បានបង្កើតអង្គការសង្គមរាស្ត្រនិយមឡើងមកជាផ្លូវការតែម្ដងដែលមានអាយុកាលចាប់ពីឆ្នាំ1955រហូតដល់ឆ្នាំ1970ដែលមានរយៈកាលចំនួន15ឆ្នាំបាទហើយសម័យកាលសង្គមរាស្ត្រនិយមជាសម័យកាលដែលគេប្រសិទ្ធនាមថាជាសម័យយុគមាសបាទដែលប្រទេសកម្ពុជាមានភាពរីកចម្រើនរយៈពេល15ឆ្នាំបាទលោកគ្រូសូមអរគុណសម្រាប់សំណួរនេះគឺលោកគ្រូមានតែខ្លឹមសារប៉ុណ្នេះសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យទទួលបាននៅលទ្ធផលល្អនៅក្នុងពេលប្រឡងហើយបងប្អូនទាំងអស់គ្នាបើយើងខ្ជិលអានបងប្អូនទាំងអស់គ្នាអាចស្ដាប់បាទគេងស្ដាប់ទៅរយៈពេល2 ទៅ 3 ខែគឺប្រកាសជាចេះហើយបាទសូមអរគុណ